Và số đấy và video này nhằm bằng hai nhằm piរបៀបចម្លង sheet ទៅ sheet ថ្មីឬក៏ចម្លងទៅ file ថ្មីបាទដូច្នេះបើសិនជានៅក្នុង Excel មួយនេះយើងធ្វើការ copy បាទយើង select copy ហើយយើងទៅបង្កើត sheet ថ្មីមួយទៀតហើយយើងផាសបាទ Control V แบบនេះគឺវាតម្រូវឲ្យយើងត្រូវទាញឬក៏ជួរឬក៏រៀបចំតារាងឡើងបន្ថែមឡើងវិញបាទប៉ុន្តែបើយើងចង់ឲ្យវា sheet មួយទៀតដែលយើងបន្ថែមហ្នឹងវាដូចគ្នាបែបបិទនឹង sheet ដែលយើងចង់ចម្លងគឺយើងគ្រាន់តែចុច mouse ស្ដាំមកបាទលើយកពាក្យ move or copy វាចេញផ្ទាំងមួយនេះបាទហើយយើងជ្រើសរើសទីតាំងយើងដាក់យកកន្លែងណាគឺវា sheet យកបន្លនោះហើយបើសិនយើងយក move to the end វាទៅចុងក្រោយហើយយើង take create a copy មកយក OK បាទដូច្នេះគឺវាបាន sheet ថ្មីនៅ sheet ខាងចុងក្រោយពីមួយនេះបាទគឺ sheet មួយដូចគ្នាបាទជាមួយចេះទៅយើងចុចមើលទៅអត់ច្រឡំអត់វាដូចវាអត់ផ្លាស់ប្ដូរទេគឺវាដូចជា sheet តែមួយបាទវិធីងាយបែបនេះគឺយើងធ្លាប់បាទប្រើប្រាស់មកកន្លងមកប៉ុន្តែបងប្អូនមួយចំនួនក៏មិនទាន់ដឹងដែរគឺត្រូវការ copy ផាន់នឹងទាញរៀបចំឡើងវិញដែរបាទដូច្នេះ complete follow page ដើម្បីទទួលបានវីដេអូបន្ថែមសូមអរគុណ